ទាំងខ្លួនខ្លាចបំរាមចិត្តកាយក៏ញ៉ាំតាមស្ម័គ្រជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដាននៅវេលាស្មើនេះផងដែរថ្ងៃនេះបាទ Mr. Casey សូមលើកយករឿងរ៉ាវតាក់ទងទៅនឹងកញ្ញាវ៉ានីឡាហេតុអ្វីបានជាតារាកំ pl ែងវ៉ានីឡាក្តោបបានតំណែងធំម្ល៉េះមិនត្រឹមជាតារាកំ pl ែងប្រចាំស្ថានីយទូរទស្សន៍ CTN ប៉ុណ្ណោះទេពេលនេះកញ្ញាវ៉ានីឡាបានបន្ថែមអាជីពថ្មីគឺពិធីការនីអ្វីដែលកត់សម្គាល់ថ្មីនេះវ៉ានីឡាក្តោបបានតំណែងជាពិធីការនីក្នុងកម្មវិធីផ្សាយផ្ទាល់របស់ទូរទស្សន៍ My TV មានការនិយាយតគ្នាថាតាំងពីពេញរូបរាងកញ្ញាវ៉ានីឡាកាន់តែមានទីផ្សារការងារខ្ពស់ដែលមានទាំងការសម្ដែងកំ pl ែងនិងពិធីការនីប្រមាណជា2សប្តាហ៍ហើយដែលគេបានឃើញកញ្ញាវ៉ានីឡាបង្ហាញខ្លួនក្នុងកម្មវិធីតន្ត្រីស្រាបៀរ Expert របស់ទូរទស្សន៍ My TV ក្នុងនាមជាពិធីការនីកន្លងមកកម្មវិធីនេះមានពិធីករលោកសាយរតនៈ Baby និងស្រីស្អាតកែវនិសាការបង្ហាញមុខរបស់តារាកំ pl ែងវ័យក្មេងក្នុងកម្មវិធីផ្សាយផ្ទាល់បែបនេះស្របពេលនឹងកែវនិសាអវត្តមានបានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងនិយាយថាកញ្ញាវ៉ានីឡាក្រងតំណែងនេះដោយសារមានឪពុកលោកតាវីទ័រជាអ្នកជួយជ្រោមជ្រែងប៉ុន្តែយ៉ាងណាមហាជនជាច្រើនសរសើរថាទោះបីជាកម្មវិធីក្នុងកម្មវិធីផ្សាយផ្ទាល់កញ្ញាវ៉ានីឡាអាចធ្វើបានទោះបីនាងមិនទាន់បានល្អក៏ដោយអង្គជ្រះបេះដូងស្នេហ៍ស្មត់ភក្តិក្តីទោះបីជាយ៉ាងនេះក្តីមានការបង្ហើបថាកញ្ញាវ៉ានីឡាអាចក្លាយជាពិធីការនីក្នុងកម្មវិធីប្រគំតន្ត្រីបានដោយសារតែកែវនិសាជាអ្នកសុំឈប់ម្យ៉ាងម្ចាស់កម្មវិ